ប្រិយមិត្តអើយเพื่อไทยចោះចាញ់ធ្វើជាកូនចិញ្ចៀងរបស់អនុទីនឆាន់វីរៈគុលថាក់ស៊ីនអស់លាក់ហើយឬបាទជាតិនិយមឈ្នះឆ្នោតដឹកនាំបែបប្រវត្តិសាស្ត្រហាក់បាខាងគណៈបកអភិរក្សនិយមទំនោរតូត្រៀលទៅរកយោធាថៃក្សត្រថៃអនុទីននេះហើយឈ្នះបែបប្រវត្តិសាស្ត្រថាម៉ងណាចឹងទេថាតើเพื่อไทยនោះពិតជាចោះចាញ់ធ្វើជាកូនចិញ្ចៀងបង្កើតរដ្ឋាភិបាលចម្រុះឲ្យអនុទីនធ្វើជានាយករដ្ឋមន្ត្រីហើយត្រតូថាក់ស៊ីនស៊ីណាវត្រាពិតជាអស់លាក់ឬតាមដានស្ថានភាពនៃការវិភាគនយោបាយជាមួយគ្រឿងទាំងអស់គ្នានៅថ្ងៃ14កុម្ភៈ2026ម៉ោង 7:11 យប់ទៅហើយប្រិមិត្តហើយក៏សូមផ្ញើក្តីស្រឡាញ់នឹករលឹកទៅកាន់ប្រជាពលរដ្ឋខ្មែរប្រុសស្រីបងប្អូនវីរៈកងទ័ពខ្មែរទាំងអស់ដែលការពារព្រំដែនទាំងអស់គ្នាបាទក្តីស្រឡាញ់របស់ខ្ញុំផ្ញើទៅកាន់បងប្អូនទាំងអស់គ្នាធំណាប្រិយមិត្តជាទីមេត្រីព្យុះនយោបាយនៃប្រទេសថៃស៊ីមការដួលអាលំអាណាចក្ររបស់ថាក់ស៊ីននិងការងើបឡើងនៃភូមិចៃថៃដែលទទួលតទុនទៅរកសត្វថៃយោធាថៃខាងអភិរក្សនោះដែនដីនយោបាយនៃប្រជាជនថៃបានជួបប្រទះនៃការរញ្ជួយយ៉ាងខ្លាំងក្លាមិនធ្លាប់មានក្រោយការប្រកាសលទ្ធផលនៃការបោះឆ្នោតសកលឆ្នាំ2026កន្លងទៅប៉ុន្តែលទ្ធផលបោះឆ្នោតមិនប្រក្រតីនោះបាទមានការផ្ទុះការតវ៉ាជាហូរហែតាមរយៈសិស្សនិស្សិតឬក៏ប្រជាពលរដ្ឋថៃដែលគាំទ្រទៅនឹងលទ្ធិប្រជាធិបតេយ្យត្រឹមត្រូវនោះបាទគឺតវ៉ាចំពោះលទ្ធផលបោះឆ្នោតបាទអ្វីដែលគេប្រសិទ្ធនាមថាជាត្រកូលនយោបាយថាក់ស៊ីនឬក៏រាជវង្សថាក់ស៊ីនចឹងទៅដែលធ្លាប់តែមានឥទ្ធិពលខ្លាំងក្លាលើសង្វៀននយោបាយថៃអស់រយៈពេល2ទសវត្សរ៍ពេលនេះបានធ្លាក់ពីជាតិនិយមធ្លាក់ប្រជាប្រិយភាពមកត្រឹមតែតួអង្គបន្ទាប់បកសំនៅក្នុងរដ្ឋាភិបាលចម្រុះថ្មីក្រោមការដឹកនាំដោយគណបកភូមិចៃថៃដែលជាអតីតគូសត្រូវដ៏ស៊ីសាច់ហុតឈីមកាលពីកន្លងទៅនោះអញ្ចឹងទេឥឡូវគេបដូរតួអង្គហើយថាក់ស៊ីនដែលមានតួអង្គដទៃផ្សេងធ្វើនយោបាយនៅក្នុងសង្គមថៃតែងតែជាតួឯកឥឡូវនេះណាគេបដូរតួអង្គហើយប្រិមិត្តកិច្ចព្រមព្រៀងប្រកាសរដ្ឋាភិបាលចម្រុះកាលថ្ងៃទី13កុម្ភៈ2026កន្លងទៅនឹងឯងរវាងគណបកភូមិចៃថៃម្ចាស់អាសនៈ193និងគណបកភឿថៃបានបង្កើតឲ្យមានសម្លេងភាគឆានចំនួន267អាសនៈក្នុងចំណោម500អាសនៈនៃសភាតំណាងរាស្ត្រលទ្ធផលនេះបានបង្ហាញពីការផ្លាស់ប្ដូរឋានានុក្រមអំណាចយ៉ាងច្បាស់លាស់គឺភូមិចៃថៃបានក្លាយជាអ្នកបញ្ជាក្តារអុកគណបកភឿថៃដែលធ្លាប់ជាមហាអំណាចនយោបាយបានត្រឹមដើរតួជាអ្នកគាំទ្រពីក្រោយដើម្បីរស់រានមានជីវិតផ្នែកនយោបាយតែប៉ុណ្ណោះចឹងទេបើមិនអនុទីនណាផ្នែកនយោបាយដទៃផ្សេងនោះតុលាការថៃក្សត្រថៃអាយោធាថៃរករឿងថៃចឹងបានថាដើម្បីរស់រានត្រូវតែចុះចូលបង្កើតរដ្ឋាភិបាលចម្រុះជាមួយអនុទីនទៅសូម្បីតែខេត្តឈៀងម៉ៃដែលជាបន្ទាយរឹងមាំនិងជាស្រុកកំណើតរបស់គ្រួសារស៊ីណាវត្រាក៏ត្រូវបានបាត់បង់អស់ទាំងស្រុងដែលនេះជាសញ្ញានៃការចុះខ្សោយឥទ្ធិពលយ៉ាងធ្ងន់ធ្ងររបស់លោកថាក់ស៊ីនស៊ីណាវត្រាទោះបីជាលោកត្រៀមនឹងទទួលបានការលើកលែងទោសនៅខែឧសភាខាងមុខនេះក៏ដោយឬក៏នៃជ័យជំនះដ៏លើមលប់របស់លោកអនុទីនឆាន់វីរគុលនាយករដ្ឋមន្ត្រីកណ្ដោជក់កញ្ឆាត្រៀមធ្វើដំឡូងស្ដេចថៃឬក៏អាចធ្វើរដ្ឋប្រហារបើសិនជាបីបាក់ផ្ទៃក្នុងយ៉ាងណាយើងអត់ដឹងហេមេដឹកនាំគណៈបកភូមិចៃថៃរូបនេះមិនកើតឡើងដោយចៃដន្យនោះហេចឹងទេគួរតែអរគុណកម្ពុជាទៅអនុទីនអ្នកវិភាគមើលឃើញថាលោកអនុទីននេះបានប្រើប្រាស់សន្លឹកបៀជាតិនិយមយ៉ាងមានប្រសិទ្ធភាពបំផុតជាពិសេសការទាញយកផលចំណេញពីនយោបាយព្រំដែនជាមួយកម្ពុជានៅពាក់កណ្ដាលឆ្នាំ2025ណាបាទការពុតចូលចឹងឯងគួរតែអរគុណកម្ពុជាទៅដែលឲ្យអនុទីនមានសន្លឹកបៀចុងក្រោយលេងជាមួយកម្ពុជាហើយបោះឆ្នោតឈ្នះភ្លុកទឹកភ្លុកដីនេះការបង្ហាញឥរិយាបថរឹងត្អស់និងការសន្យាការពារអធិបតេយ្យភាពថៃបានคล้ายជាមេដែកស្រូបយកសម្លេងឆ្នោតពីក្រមអភិរក្សនិយមហើយថែមទាំងប្រកាសថានឹងបិទព្រំដែនដាច់ខាតជាមួយកម្ពុជាតែម្ដងដែលមានការមិនពេញចិត្តចំពោះរឿងអាស្រូវនៃការបែកធ្លាយសម្លេងសន្ទនារវាងលោកស្រីផែថងឋានស៊ីណាវត្រានិងមេដឹកនាំកម្ពុជាសម្ដេចតេជោហ៊ុនសែន
អតីតនាយករដ្ឋមន្ត្រីកម្ពុជាណារឿងអាស្រោនេះមិនថ្មតែធ្វើឲ្យលោកស្រីបាត់បង់តំណែងនាយករដ្ឋមន្ត្រីតាមដីកាតុលាការប៉ុណ្ណោះនោះទេប៉ុន្តែថែមទាំងបានបន្សល់ទុកនៅស្លាកស្នាមភាពស្និទ្ធស្នាលជួលជាមួយបរទេសដែលពិបាកនឹងលាងចម្រាក់ក្នុងការសែភ្នែកញាក់ស្នេហាជាតិសង្គមថៃជ្រុលនិយមទៀតចឹងទេអានេះគឺជាកំហុសមួយរបស់បកភឿថៃបាទក៏ប៉ុន្តែហុចផលទៅឲ្យអនុទានឆាន់វីរៈគុលលេងសន្លឹកបៀព្រំដែនជាមួយកម្ពុជាធ្វើឲ្យលោកឈ្នះភ្លុកទឹកភ្លុកដីតែម្ដងទោះជាយ៉ាងណាសម្ព័ន្ធភាពសត្រូវរួមវាសនានេះហាក់ដូចជាត្រូវបានបាកោតឡើងដោយផ្អែកលើផលប្រយោជន៍ជាក់ស្ដែងជាជាងមនោគមវិជ្ជាសម្រាប់ភូមិใจថៃដែលដឹកនាំដោយអនុទានឆាន់វីរៈគុលនេះការទាញយកភឿថៃមកក្បែរខ្លួនគឺជាការទទួលបានបណ្ដាញអាជីវកម្មនិងសេដ្ឋកិច្ចដ៏ស្មុគស្មាញរបស់លោកថាក់ស៊ីនខណៈដែលបកភឿថៃយល់ថាការធ្វើជាកូនចិញ្ចៀងក្នុងរដ្ឋាភិបាលអនុទានប្រសើរជាងការទៅធ្វើជាបកប្រឆាំងដែលគ្មានអំណាចក្នុងដៃចឹងទេនេះគឺជាការយល់ឃើញបាទសុទ្ធសឹងតែជាផលប្រយោជន៍រៀងខ្លួនប៉ុន្តែសំណួរដ៏ធំនៅតែបន្តកើតមានថាតើអនុទាននឹងអាចរក្សាមានតុល្យភាពរវាងមហាសាសជាតិនិយមប្រឆាំងកម្ពុជាដែលលោកបានសន្យាជាមួយម្ចាស់ឆ្នោតនិងតម្រូវការសេដ្ឋកិច្ចជាក់ស្ដែងដែលទាមទារឲ្យមានសន្តិភាពតាមព្រំដែនបានដែរឬទេនេះគឺជាសំណួរគេដាក់សួរទៅជាចម្ងល់មួយអាណាប្រិយមិត្តអនាគតនៃស្ថិរភាពនយោបាយថៃនឹងត្រូវពឹងផ្អែកលើការបែងចែកអំណាចក្នុងគណៈរដ្ឋមន្ត្រីខាងមុខនិងការវិលត្រឡប់មកវិញនៃឥទ្ធិពលរបស់លោកថាក់ស៊ីនក្រោយការដោះលែងប្រសិនបើរដ្ឋាភិបាលថ្មីមិនអាចដោះស្រាយវិបត្តិសេដ្ឋកិច្ចដែលយឺតយ៉ាវនិងភាពតានតឹងផ្នែកសង្គមបានទេនោះរលកនៃការតវ៉ាពីសំណាក់គណៈបកប្រជាជនជឿនលឿនបាទ People Party ឬក៏គណៈបកអតីតកាល Move Forward Party ដែលកំពុងរងចាំឱកាសក្នុងនាមជាបកប្រឆាំងដ៏រឹងមាំអាចនឹងធ្វើឲ្យរដ្ឋាភិបាលចម្រុះនេះរងាក់រង្គើគ្រប់ពេលវេលាថៃកំពុងឈរនៅរបបប្រវត្តិសាស្ត្រថ្មីមួយដែលគណៈបកអភិរក្សនិយមកំពុងក្តោបក្តាប់អំណាចយ៉ាងណែនខណៈដែលប្រជាជននិយមបែបថាក់ស៊ីនកំពុងប្រឈមនឹងការរលាយសាបសូន្យបន្តិចម្ដងនេះគឺជារបបនយោបាយថ្មីប្រវត្តិសាស្ត្រដែលបកអភិរក្សនិយមឈ្នះភ្លុកទឹកភ្លុកដីតម្លាក់ត្រកូលថាក់ស៊ីនធ្វើឲ្យប្រជាជននិយមខាងថាក់ស៊ីនចុះខ្សោយដោយសារតែរឿងព្រំដែនកម្ពុជាថៃបាទអនុទានលេងសន្លឹកបៀចុងក្រោយថាមិនបើកព្រំដែនជាមួយកម្ពុជាដាច់ខាតការពារអធិបតេយ្យភាពជាតិរកខ្លួនណាជើទេបើទោះបីជាគណៈបកទាំងពីរនេះធ្លាប់ឆ្លោះប្រកែកគ្នាស៊ីសាច់ហូតឈាមយ៉ាងណាក៏ដោយការពីអតីតកាលមានការរង្គោះរង្គើប៉ុន្តែសម្ព័ន្ធភាពថ្មីនេះត្រូវបានគេមើលឃើញថាអាពាហ៍ពិពាហ៍នៃផលប្រយោជន៍សម្រាប់ភូមិใจថៃភឿថៃគឺជាស្ពានឆ្ពោះទៅរកបណ្ដាញអាជីវកម្មដ៏មហិមារបស់លោកថាក់ស៊ីនខណៈដែលភឿថៃសុកចិត្តធ្វើជាដៃគូបន្ទាប់បន្សំប្រសើរជាងត្រូវខ្លាយជាបកប្រឆាំងដែលគ្មានអំណាចដោយដែលអ្នកវិទ្យាសាស្ត្រនយោបាយទឹកទីពតបានកត់សម្គាល់ឃើញថានេះមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះទេបើទោះបីជាពួកគេជាសត្រូវនឹងគ្នាប៉ុន្តែដល់ពេលដែលបូកលេខអាសនៈបញ្ចូលគ្នាពួកគេអាចបង្កើតរដ្ឋាភិបាលចម្រុះដ៏រឹងមាំមួយបានក្នុងពិធីប្រកាសសម្ព័ន្ធភាពលោកអនុទានបានប្រើវោហារសាស្ត្រផ្សះផ្សាថាសូមលុបចោលរាល់ការយល់ច្រឡំក្នុងអតីតកាលមើលចង់ធ្វើការនឹងដឹកនាំប្រទេសជាមួយគ្នាឆ្ពោះទៅរកអនាគតដ៏ស្ថិរភាពបាទប្រិមិត្តនេះគឺជាសម្ដីរបស់អនុទានបាទអនុទានប៉ិនចរចាតែម្ដងគ្មានមិត្តគ្មានសត្រូវអីទេមានតែផលប្រយោជន៍បាទសហការបានសហការទៅទោះជាយ៉ាងណាសម្ព័ន្ធភាពនេះមិនមែនជាឧបសគ្គទេភាពមិនប្រក្រតីនៃការបោះឆ្នោតបានជំរុញឲ្យមានការតវ៉ានៅតាមតំបន់មួយចំនួនដែលធ្វើឲ្យប៉ះពាល់ទៅដល់ភាពស្របច្បាប់នៃជ័យជំនះរបស់បកភូមិใจថៃប្រិមិត្តអើយប្រហែលថ្ងៃនេះផ្ទុះការបាតកម្មស្រែកឡូឡារឿងរាប់សន្លឹកឆ្នោតនៅប្រទេសថៃបាទជឿទេវិបត្តិសន្លឹកឆ្នោតនៅប្រទេសថៃកំពុងតែរង្គក់រង្គើអាណាជាមួយគ្នានេះគណៈបកប្រជាជន People Party ដែលឈរនៅលេខ2ជាមួយអាសនៈ118បានបដិសេធមិនចូលរួមជាមួយរដ្ឋាភិបាលនេះឡើយដែលនេះមានន័យថារដ្ឋាភិបាលថ្មីនឹងត្រូវប្រឈមមុខនឹងបកប្រឆាំងដ៏រឹងមាំបំផុតសហគមន៍ធុរកិច្ចក៏កំពុងដាក់សម្ពាធឲ្យរដ្ឋាភិបាលដោះស្រាយវិបត្តិសេដ្ឋកិច្ចដែលបណ្ដាលមកពីជម្លោះព្រំដែនផងដែរបាទប្រទេសថៃត្រូវបានគេប្រសិទ្ធនាមថ្មីថាជាប្រទេសញាក់ជំងឺនៅអាស៊ានក៏ប៉ុន្តែអនុទានថាអត់ទេប្រទេសថៃគឺជាដែនដីនៃឱកាសបាទឱកាសអីឱកាសស្អីឱកាសលួចឆក់ប្លន់មែនបញ្ហាប្រឈមដ៏ធំបំផុតគឺទំនាក់ទំនងជាមួយកម្ពុជាលោកអនុទានបានទទួលជ័យជំនះតាមរយៈវោហារសាស្ត្រជាតិនិយមប្រឆាំងកម្ពុជាប៉ុន្តែការដឹកនាំប្រទេសតម្រូវឲ្យមានការរក្សាបទឈប់បាញ់និងស្ថិរភាពតាមតំបន់តើលោកនឹងបន្តជំហររឹងត្អឹងដើម្បីផ្គាប់ចិត្ត
ងុំរើចិត្តម្ចាស់ឆ្នោតឬក៏នឹងងាកមកប្រើប្រាស់ភាពជាក់ស្ដែងនិយមហើយតើតើភឿថៃនឹងជំរុញឲ្យមាននយោបាយទុនភ្លុនជាមួយកម្ពុជាដែរឬទេសំណួរទាំងនេះនឹងក្លាយទៅជាការសាក់លបងដ៏ធំសម្រាប់ឯកភាពនៃសម្ព័ន្ធភាពនេះនេះគឺជាដំណឹងយើងនឹងតាមដានស្ថានភាពនយោបាយរបស់ប្រទេសថៃបន្តទៀតប្រៃវត្តដោយសារតែតើជំហររបស់អនុទីនជាមួយកម្ពុជានឹងទៅជាយ៉ាងណាដោយសារតែអនុទីនបានប្រកាសប្រាប់ប្រជាជនថៃបាទ Ultra Extreme Mission ថានឹងបិទព្រំដែនជាមួយកម្ពុជាដាច់ខាតបាទតើអនុទីននឹងធ្វើតាមពាក្យសម្ដីនិយាយរបស់ខ្លួនឬក៏យ៉ាងណាដោយសារតែជប៉ុនបាទមាននៅក្នុងការដកក្រុមហ៊ុនមួយចំនួនចេញពីប្រទេសមួយចំនួនបាទប្រទេសណាដែលធ្វើឲ្យប៉ះពាល់ទៅដល់ខ្សែសង្វាក់ផ្គត់ផ្គង់ជប៉ុនអញ្ចឹងទីប្រទេសថៃហ្នឹងឯងអញ្ចឹងអាចដកពីថៃទៅវៀតណាមឬក៏ឥណ្ឌូនេស៊ីយើងអត់ដឹងទេណោះបាទនេះគឺជាដំណឹងពាក់ព័ន្ធទៅនឹងភឿថៃអោនក្បាលជាមួយអនុទីនដើម្បីរក្សាអំណាចបាទអរគុណសូមចប់